បើសិនជាបងប្អូនទាំងអស់គ្នាកំពុងមានបញ្ហានៅក្នុងការ check មើល message ឬក៏ប្រើប្រាស់ tool មួយចំនួនដើម្បីឆ្លើយឆ្លងជាមួយភ្ញៀវថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៅក្នុងការប្រើប្រាស់ business suite នៅក្នុងទូរស័ព្ទដៃអញ្ចឹងទៅទស្សនាជាមួយនឹងខ្ញុំទាំងអស់គ្នាដំបូងឡើយបងប្អូនទាំងអស់គ្នាចូលមកកម្មវិធីទូរស័ព្ទរបស់យើងបែបនេះហើយបងប្អូនទាំងអស់គ្នាស្វែងរកពាក្យ Play Store សម្រាប់អ្នកដែលគាត់ប្រើទូរស័ព្ទប្រភេទ Android ហើយសម្រាប់អ្នកដែលគាត់ប្រើទូរស័ព្ទប្រភេទApple បងប្អូនទាំងអស់គ្នាអាចស្វែងរកពាក្យថា App Store ហើយបងប្អូនទាំងអស់គ្នាចុចលើពាក្យ Play Store មកបន្តមកទៀតបងប្អូនទាំងអស់គ្នាវាយពាក្យថា Business Suite ហើយធ្វើការ download កម្មវិធីមួយនេះចូលមកកាន់ទូរស័ព្ទដៃបន្ទាប់ពីបងប្អូនទាំងអស់គ្នា download កម្មវិធីរួចរាល់បងប្អូនទាំងអស់គ្នាអាចធ្វើការ open app នឹងមកហើយវានឹងឲ្យយើង confirm ភ្ជាប់ជាមួយនឹង Facebook account ដែលយើងកំពុងតែ log in ឬមួយក៏បងប្អូនអត់ចង់ប្រើប្រាស់ account ដែលកំពុងតែ log in នៅក្នុងទូរស័ព្ទទេគឺយើងអាចវាយ Facebook account ថ្មីដូចដែលខ្ញុំបានបង្ហាញខាងលើអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែវាយ Gmail ឬក៏លេខទូរស័ព្ទដែលយើងភ្ជាប់ log in ទៅ Facebook របស់យើងមកជាមួយនឹង password Facebook របស់យើងហើយយើងធ្វើការ log in ចូលឥឡូវហ្នឹងកំពុងតែ log in ចូលហើយដោយសារតែខ្ញុំដាក់ two factor អញ្ចឹងវាកំពុងតែ confirm មកដល់កន្លែងនេះគឺខ្ញុំកំពុងតែ log in ចូលហើយ account business suite របស់ខ្ញុំហើយនេះគឺជា page ទាំងអស់ដែលខ្ញុំបានគ្រប់គ្រងអញ្ចឹងរបៀបនៅក្នុងការប្រើប្រាស់ខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាគឺវាមានមុខងារច្រើនមែនទែនប៉ុន្តែខ្ញុំសូមត្រួសត្រាសពាក់ព័ន្ធជាមួយនឹងចំណុចសំខាន់ៗគឺប្រអប់ផ្សារអញ្ចឹងបងប្អូនទាំងអស់គ្នាអាចធ្វើការ select page មួយណាក៏បានដែរដែលបងប្អូនទាំងអស់គ្នាចង់ចូលទៅ check message ឬក៏ព័ត៌មានផ្សេងៗហើយយើងអាចមើល post ដែលយើង post កន្លងមកវាមាន rate engagement like comment បែបណាហើយយើងអាចមើល story អាចមើលព័ត៌មានផ្សេងៗជាច្រើនទៀតហើយបន្ទាប់មកទៀតចំណុចកណ្ដាលនេះគឺ message ក្នុងហ្នឹងគឺ message ហើយ comment គឺចិត្តគ្នាតែម្ដងអញ្ចឹងសម្រាប់ post ខ្លះវា load កងគ្នាច្រើនទៅយើងពិបាកក្នុងការ check comment យើងគ្រាន់តែចុច app ហ្នឹងមកគឺវាងាយស្រួលមែនតើហើយយើងចុច comment មកហើយយើងអាចធ្វើការឆ្លើយឆ្លងជាមួយគាត់ហើយយើងអាចចូលទៅកាន់ message ផងដែរវាមានកន្លែង message កន្លែងនេះយើងអាច comment ជាមួយគាត់ហើយយើងអាចចូលទៅ message តែម្ដងហើយកន្លែង track 3នេះបងប្អូនអ្នកគ្នាអាច check មើលវាមានមុខងារច្រើនឧទាហរណ៍ថាដូចជា spam message ឬក៏ message ផ្សេងៗដែលយើងបានកំណត់សម្គាល់ spam message ហ្នឹងក៏យើងត្រូវអាសា check ដែរព្រោះពេលខ្លះយើងបូកទៅវាអាចមានការ load ចូលជា message មកកន្លែង spam ហ្នឹងហើយកន្លែងនេះគឺ done ជាមួយនឹង follow up ពាក់ព័ន្ធជាមួយអីហ្នឹងគឺសត្វដែលយើងកំណត់បានឧទាហរណ៍យើងកន្លែងនេះណាឧទាហរណ៍ថាយើងបានឆាតជាមួយគាត់រួចហើយឬមួយក៏គាត់បានប្រើប្រាស់សេវាកម្មរបស់យើងហើយយើងអាចកំណត់សម្គាល់សញ្ញាធីនឹងមកដាននឹងមកឬក៏ message នេះយើងកំពុងតែ follow up ឬក៏អត់ទាន់បានអានអីចឹងណាអាហ្នឹងយើងអាចកំណត់សម្គាល់ខ្លួនឯងកន្លែងហ្នឹងបានគឺងាយស្រួលចឹងសម្រាប់ភ្ញៀវខ្លះគាត់សំខាន់គឺគិតថាគាត់អាចនឹងទិញសេវាកម្មរបស់យើងអាច follow up យើងអាចដាក់សញ្ញាផ្កាយចឹងទៅអញ្ចឹងវាងាយស្រួលមែនតើសម្រាប់យើងណាហើយអ្វីដែលសំខាន់មួយទៀតខ្ញុំឧទាហរណ៍នៅពេលដែលយើងចូលមកកាន់ប្រអប់ផ្សារដែលយើងចង់ឆាតជាមួយភ្ញៀវណាមួយអញ្ចឹងបងប្អូនទាំងអស់គ្នាចូលមកកាន់កន្លែងនេះបងប្អូនទាំងអស់គ្នាឃើញហើយមុខងារសំខាន់មួយទៀតគឺអាកន្លែងដែលយើងអាច save reply បាននឹងឯងហើយកន្លែង save reply នេះបងប្អូនទាំងអស់គ្នាអាចធ្វើការ save reply ណាដែលបងប្អូនទាំងអស់គ្នាគិតថាសំខាន់ដែលយើងងាយស្រួលនៅក្នុងការ select send ឲ្យភ្ញៀវអញ្ចឹងណាវាអត់សូវចំណាយពេលយើងច្រើនយើងគ្រាន់តែ select ទៅគឺវាទៅតែម្ដងកន្លែងនេះវាមានកន្លែង save reply ជាមួយនឹង create booking អញ្ចឹងខ្ញុំចូលមកកន្លែងនេះ save replyអានេះគឺជា reply ទាំងអស់ដែលខ្ញុំបាន sale ឬក៏ promotion ណាមួយដែលខ្ញុំបានកំណត់ហើយខ្ញុំបានផ្ញើទៅកាន់ភ្ញៀវអញ្ចឹងខ្ញុំអត់ចាំបាច់វាយច្រើនដងទេខ្ញុំគ្រាន់តែ select គឺទៅតែម្ដងហើយអាកន្លែង title នេះនៅពេលដែលយើងចុច create title នេះគ្រាន់តែជាកំណត់ចំណាំរបស់យើងទេហើយអាពាក្យពេចន៍ដែលយើងនឹងផ្ញើឲ្យភ្ញៀវហ្មងគឺនៅអាកន្លែង description ទី2នេះអូខេឥឡូវហ្នឹងយើងអាចធ្វើការសរសេរហើយកំណត់ពាក្យពេចន៍ណាមួយទៅហើយយើងចុច save ទៅគឺវាជាប់ហើយហើយទី2ហ្នឹងពាក់ព័ន្ធជាមួយនឹង create booking យើងអាចធ្វើការ create booking ការណាត់ជួបជាមួយគាត់ឬក៏ការកំងទិញរបស់គាត់ទិញថ្ងៃណាអីអញ្ចឹងយើងអាចធ្វើការកំណត់ថ្លៃនឹងបានពាក់ព័ន្ធជាមួយនឹងអតិថិជនពេលវេលាហើយ note សម្គាល់ខ្លះៗអញ្ចឹងណាអញ្ចឹងវាងាយស្រួលមែនតើនៅក្នុងការកំណត់
ការណាត់ជួបឬក៏កំណត់សម្គាល់ពាក់ព័ន្ធជាមួយនឹង mistake ផ្សេងៗអញ្ចឹងនេះហើយគឺជាមូលហេតុដែលយើងគួរតែមានកម្មវិធី business shoot មួយដើម្បីជួយសម្រួលការងារនៅក្នុងការឆ្លើយតបសារជាមួយភ្ញៀវហើយវាងាយស្រួលសម្រាប់យើងផងដែរជាពិសេសគឺកាត់បន្ថយពេលវេលាច្រើនមែនតើហើយកន្លែងនេះយើងអាចផ្ញើជា photo អាចផ្ញើជារូបភាពផ្សេងៗទៅកាន់ភ្ញៀវអញ្ចឹងណាអូខេអញ្ចឹងមុខងារសំខាន់សង្ខេបខ្លីនៅក្នុងកម្មវិធី business shoot ដែលយើងអាចប្រើប្រាស់បានសម្រាប់ឆ្លើយតបសារជាមួយភ្ញៀវគឺការបង្កើតនៅ self reply មានថាការឆ្លើយតបដែលយើងបាន save ទុកផ្ញើទៅកាន់ភ្ញៀវហើយទី2គឺយើងអាចធ្វើការ create ជាមួយនឹង booking ផ្សេងៗអញ្ចឹងណាអូខេហើយសម្រាប់មុខងារផ្សេងៗទៀតដូចជាបងប្អូនបានឃើញហើយវាមាន engagement rate ផ្សេងៗគឺយើងងាយស្រួលមើលដែរគាត់តែថាខ្ញុំចាប់យកចំណុចសំខាន់ពាក់ព័ន្ធជាមួយនឹងការ mistake អញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះ